បាទឆ្លើយដល់សំណួរគ្នាយើងដែលថាយើងមានត្រៃ C ធំជាងត្រៃ D ណាអញ្ចឹងសួរថាចង់ដឹងថាធំប៉ុណ្ណាណាចេះជាទូទៅតាក់ទងនឹងត្រៃ C ត្រៃ D ធម្មតាឧទាហរណ៍ HD មួយគេតែងតែចែកជា2ត្រៃ C ហើយនិងត្រៃ D អញ្ចឹងណាត្រៃ C ជាទូទៅយើងដាក់នៅ system យើងទៅឡើង Windows ទៅឡើង Linux ឬក៏ទៅឡើងឲ្យយើងថា system ណាហើយនឹងតឡាកម្មវិធីឲ្យចូលនៅហ្នឹងចំណែកឯ drive នេះជាទូទៅយើងទុកឯកសារឬក៏កម្មវិធីឬក៏អីផ្សេងៗឬក៏វីដេអូឬក៏អីយ៉ាងណាដល់ពេលម៉ាស៊ីនយើង error យើង format ទៅ drive C យើងតឡាមកឯកសារយើងឡើងហ្នឹងអញ្ចឹងបើសិនបើ drive C នៅនេះថាធំខ្ញុំក៏អត់ដឹងថាទំហំប៉ុណ្ណាដែរតែជាទូទៅខ្ញុំ recommend ឥឡូវដោយសារកម្មវិធីកាន់តែធំអញ្ចឹងខ្ញុំ recommend drive C ហូចណាស់ក៏ 100G ទៅ 150G ណាអូខេបើសិនបើនៅចន្លោះហ្នឹងគួរតែទុកវាអញ្ចឹងតោះណាគួរទុកអញ្ចឹងចង់តែបើវាដល់ជួនកាលដល់ 200G ជាងឬក៏អីហើយយើងអាចកាត់វាបានណាកាត់វាបានមួយយកមកដាក់នៅ drive នេះទៅអញ្ចឹងដូចនៅក្នុងវីដេអូខ្ញុំធ្វើចែកម្លែកទៅតនឹងចែក drive D មក drive C បន្ថែមមកណាចឹងអាចចូលទៅមើលនៅក្នុង channel រៀនកុំព្យូទ័រ101ហើយ search drive C អញ្ចឹងទៅឬក៏ drive C ពេញអញ្ចឹងទៅឃើញវីដេអូមួយហ្នឹងអញ្ចឹងចេះទី1គឺដើម្បីធ្វើរឿងនឹងបានទី1ឯកសារសំខាន់ដែលនៅក្នុង drive C ហ្នឹងគួរតែឬក៏ថាត្រូវតែ copy ទៅដាក់ទីតាំងមួយនៃសុវត្ថិភាពណាអាច copy ចូលទៅ drive D ទៅ external hard disk USB ឲ្យ hand តាមណាឬក៏ send តាម Telegram ហើយទៅឬក៏ដាក់ទៅ online ផ្សេងណាជាវាងប៉ះសិនបើវាធ្វើទៅ error វាត្រូវ format ត្រូវអីចឹងវាប៉ះពាល់ដែរទី1ទី2គឺយើងចាប់ផ្ដើមធ្វើការចែក drive C ហ្នឹងអញ្ចឹងអ្នកនរគ្នា right click ចូល D manager ហើយធ្វើការបង្កើតគេហៅថា unallocated space ណាយើងចែកវាមកប្រហែល G ចេញមកណាអញ្ចឹងវា unallocated space វាពណ៌រាង gray ខ្មៅហ្នឹងណាហើយបន្ទាប់មកយើងអាចextend ពី drive D ចូលយកអា space ដែលទៅនេះអញ្ចឹងបើសិនបើ right click extend តាមរយៈ D manager អត់បានតើប្រើកម្មវិធីជំនួយដូច mini tool ដែលខ្ញុំបានបង្ហាញនឹងអញ្ចឹងណាបានបង្ហាញអញ្ចឹងបើសិនបើអ្នកនរគ្នាមើលនៅលើ YouTube អាចមើល link ខាងក្រោមណាខ្ញុំមានដាក់ភ្ជាប់ជាមួយនឹងវីដេអូនឹងតែម្ដងណាបើសិនបើអ្នកមើលវីដេអូនៅក្នុង YouTube អូខេអរគុណច្រើនជួបគ្នា